រីកសាយយ៉ាងឆាប់រហ័សនៅលើពិភពលោកបាទលើពិភពលោកបាទបានសំណួរទី3បាទសំណួរទី3គឺតកតងជាមួយនឹងស្នាព្រះហស្ថហើយសូមបញ្ជាក់ថាប្រយ័ត្នសរសេរព្រះហស្ថបាទនឹងជើងដអត់ទេជើងថទេព្រះហស្ថណាជើងដចឹងស្នាព្រះហស្ថរបស់ព្រះបាទឬយើងហៅថាមហាក្សត្រជ័យវរ្ម័នទី7ជ័យវរ្ម័នទី7សួរថាតើព្រះអង្គបានសាងស្នាព្រះឲ្យខ្លះសម្រាប់អ្នកជំនាន់ក្រោយស្នាដៃរបស់ព្រះអង្គស្នាព្រះអង្គបន្សល់ដល់បច្ចុប្បន្ននេះឯងសួរថាមានអីខ្លះចឹងជាដំបូងផុត